បាននេះគឺជាប្លុកលាបំណុលប្រពន្ធហ្នឹងណាដោយសារតាមុនកាលហ្នឹងគឺខ្ញុំធ្លាប់បានសន្យាជាមួយគាត់ថានឹងនាំគាត់មកថត Pre-wedding នៅលើព្រៃភ្នំអញ្ចឹងណាតែដល់ឡែកទៅដោយសារតែកម្មវិធីយើងចាប់ផ្ដើមលឿនលះមែនតើគឺយើងមានពេលរៀបចំខ្លួនក៏ដូចជាកម្មវិធីទាំងមូលហ្នឹងត្រឹមតែ19ថ្ងៃដូច្នេះធ្វើខ្ញុំខកខានក៏ដូចជាឡែកនៅក្នុងការសន្យាជាមួយគាត់ហើយថ្ងៃនេះដែរគឺយើងមកតបស្នងក៏ដូចជាមកប៉ះប៉ូវជូនគាត់វិញហើយនេះគឺជាសកម្មភាពខ្លះៗនៅក្នុងថ្ងៃដែលយើងបានថតហ្នឹងណាថតអត់មួយហត់មែនតើនិយាយទៅបើសិនជាអត់មានខ្ញុំមួយថ្ងៃថាទៅដល់លើបាត់ទេនេះបងជួយសលេងទឹកទៅដល់ហើយមែនទេបន្ទាប់ពីយើងថ្មើរជើងឡើងព្រំអស់រយៈពេលជាយូរក៏ដូចជាអារម្មណ៍នឿយហត់នឹងការតមងតំអាយក៏ដូចជាផលវិបាកផ្សេងៗគឺត្រូវបានរសាយនៅពេលដែលយើងចាប់ផ្ដើមឃើញទឹកនៅតាមដងផ្លូវឥឡូវនេះគឺខ្ញុំធ្វើដំណើរមកដល់ទីតាំងដែលខ្ញុំបាននៅតុកហើយទីនេះផងដែរមានឈ្មោះថាទឹកជួរច្បក់ហើយជាតំបន់អេកូទេសចរដែលមានធម្មជាតិស្រស់ស្អាតខ្លាំងមែនទែនបន្ទាប់ពីយើងបានដើរទស្សនានៅផ្ទាំងទស្សនីយភាពដ៏ត្រជាក់ថ្មីនេះហើយយើងមកចាប់ផ្ដើមរៀបចំសម្រាកនៅក្រោមម្លប់ដើម្បីធ្វើការរៀបចំខ្លួនដោយសារនេះគឺជារដូវវស្សាដូច្នេះហើយក៏មានការបារម្ភខ្លាចថាបើសិនថាមានភ្លៀងអីទៅក៏យើងពិបាកក្នុងការធ្វើការផងដែរហើយដល់ឡែកទៅគឺយើងមកធ្វើការជូតសម្អាតផ្ទៃមុខរបស់គាត់ជាមួយនឹង toner ហើយនេះជាមួយនឹងចាមដែលយើងទៅតែកោរហើយនេះគាត់សាច់មកដើរលេងណាគឺគ្រឿងម៉ាក់កាយេឡើងមកថង់តែម្ដងហើយបើសួរថាគ្រឿងសម្អាងទាំងអស់ហ្នឹងអ្នកណាអ្នកទិញគឺប្តីជាអ្នកទិញឲ្យនឹងឯងគឺទិញឲ្យតាំងពីនៅជាសង្សារនឹងគ្នាមកម្ល៉េះដោយសារតែខ្ញុំឃើញថាគាត់ទិញអីគឺគាត់ទិញតែរបស់ថ្លៃហើយខ្ញុំក៏ចង់បង្ហាញពីគាត់ថារបស់ថ្លៃមិនមែនជា lifestyle ល្អនៅក្នុងការរស់នៅទេព្រោះអីយើងត្រូវចេះច្នៃរបស់ណាដែលមានតម្លៃធូរប៉ុន្តែឲ្យមើលទៅឃើញថាវាថ្លៃអញ្ចឹងគុណតម្លៃនៃការច្នៃប្រឌិតគឺវាសំខាន់ជាងតម្លៃនៃផលិតផលឆ្ងាយណាអញ្ចឹងបើសិនណាយើងផលិតផលថ្លៃបើសិនយើងយកមកអត់ចេះប្រើវាស្មើនឹង0ដដែលហ្នឹងតែបើសិនអ្នកនរគ្នាប្រើរបស់ដែលមានតម្លៃធូរហើយមានតម្លៃច្រើនដែលយើងអាចយកមកប្រើប្រាស់បានច្រើនបែបទៅតាម style របស់យើងគឺយើងមានអារម្មណ៍ថាយើងមានភាពចំណេញហើយយើងគឺជាឆ្លាតវៃនៅក្នុងការរស់នៅដោយសារតែអ្វីៗគឺសិតតែយើងប្រើលុយទៅទិញគេទាំងអស់ហើយតកតងជាមួយនឹងការផាត់មុខនេះគឺខ្ញុំអត់បានទៅសិក្សារៀនសូត្រមកពីណាទេគាត់គឺជាអតិថិជនទី1របស់ខ្ញុំដែលយើង start ឡើងអំពីការមិនចង់ខ្ជះខ្ជាយលុយឬក៏យើងចំណាយលុយទៅលើ salon អញ្ចឹងណាដោយសារតែយើងគិតថារបស់ខ្លះគឺយើងមានប្រើប្រាស់ហើយអញ្ចឹងណានឹងហើយពួកយើងគ្រាន់តែប្រើកម្លាំងទៅណាមួយយើងជួយសន្សំសំចៃយើងឲ្យកាត់បន្ថយការចំណាយបានមួយជ្រុងដែរវាមិនមែនជារឿងងាយស្រួលទេដែលយើងយកការងារទាំងអស់ហ្នឹងមកធ្វើខ្លួនឯងទាំងដែលយើងមិនធ្លាប់ធ្វើមិនធ្លាប់មានបទពិសោធន៍ដោយសារតែឆាកជីវិតផ្ទៃប្រពន្ធយើងអត់ទាន់ខ្លាចជា millionaire ដូច្នេះហើយយើងរៀនធ្វើអីខ្លួនឯងសិនទៅហើយតើតងជាមួយនឹងការធ្វើខ្លួនទាំងអស់នេះសួរថាខ្ញុំចេះមកពីណាគឺខ្ញុំចេះមកអំពីការមើលគេនឹងឯងគឺមិនមែនទៅអង្គុយមើលគេ make up ផាត់ម្សៅអីទេតែមើលដូចឃើញស្អីគេតែណាតែនេះគេធ្វើខ្លួនស្អាតអីចឹងណាមានក្រែមាន blur ថ្ពាល់មានអីក្រុមថ្មេកមានចាមានអីចឹងទៅក៏ចេះតែច្នៃប្រឌិតទៅតាមគេទៅព្រោះដោយសារថាពីទូខ្ញុំចូលចិត្តគូគំនូរដែរដូច្នេះយើងដឹងថាកន្លែងណាទៅផាត់ចឹងណាតែគ្រាន់តែវានៅតែជាការច្នៃប្រឌិតវាមិនមែនថាយើងធ្វើទៅតាមមាត្រដ្ឋាននៃស្តង់ដាររបស់គេទេប៉ុន្តែយើងធ្វើបានរបៀបដូចជាសម្លដែលយើងញ៉ាំអញ្ចឹងយើងទៅញ៉ាំនៅខាងក្រៅយើងអត់ដឹងថាសម្លហ្នឹងគេហៅថាសម្លអីឬក៏ម្ហូបអីទេប៉ុន្តែនៅពេលដែលយើងញ៉ាំយើងប្រកាសជាដឹងថាក្នុងហ្នឹងគេដាក់គ្រឿងអីបន្ទាប់មកយើងនឹងធ្វើការលាយគ្រឿងនោះហើយយើងប្រកាសជាស្លបានតែរសជាតិឆ្ងាញ់មិនឆ្ងាញ់វាអាស្រ័យទៅលើយើងទេឥឡូវយើងត្រឡប់មកប្រធានបទយើងវិញនេះគឺជា result បន្ទាប់ពីការ make up ហើយមានការគាំងជាខ្លាំងដោយសារតែកូនកំមុំអត់បានយករោមថ្មីមកដូច្នេះយើងមានតែផាត់មុខបែបសាបអញ្ចឹងឯងហើយមិនតែប៉ុណ្្នឹងទេគឺភ្លេចសុំបីតែក្រាស់សក់រូបភាពបន្ទាប់ពី make up ហើយប៉ុន្តែអត់មានបិទចាមទេដោយសារតែគាត់អត់យកចាមមករោមភ្នែករោមភ្នែកបន្ទាប់ពីផាត់មុខរួចរាល់ហើយយើងមកចាប់ផ្ដើមធ្វើម៉ូតសក់ឲ្យកូនក្មុំវិញម្ដងប៉ុន្តែដល់ឡែកទៅគឺកូនក្មុំភ្លេចយកក្រាស់សក់មកពីផ្ទះដូច្នេះហើយខ្ញុំក៏មិនដឹងថាបានអីសិតក៏ចេះតែចាប់មូញក់ឲ្យកើតជាម៉ូតទៅហើយដល់ឡែកទៅបើសិនថាមូទៅវាមិនស្អាតយើងប្រកាសជារុះចេញប៉ុន្តែដល់ឡែកទៅយើងចេះតែមូទៅវារៀងគ្រាន់ឆ្លាស់ក្បាលអីដែរអញ្ចឹងទៅហើយមិនធម្មតាទេប្រពន្ធខ្ញុំកំងសិតតែ3ម៉ូតទៀតណាហ្នឹងហើយអត់ក្រាស់ទេតែកំងសិត3ម៉ូតហើយនេះគឺក្រោយភាពស្រស់ស្អាតរបស់ប្រពន្ធខ្ញុំគឺដៃប្តីសិតតាអាម៉ាក់កាយេហ្នឹងហើយនេះគឺជា result បន្ទាប់ពីស្លៀកឈុតហើយមិនមែនជារឿងងាយស្រួលទេឃើញភាពស្រស់ស្អាតចឹងតែប្តីគឺពិបាកណាស់គឺលើកប្រពន្ធកាត់ទឹកទៅវិញទៅមកបន្ទាប់មកគឺយើងមកបន្ថែមជាមួយនឹងអានេះដោយសារតែវាស្លេកស្ទើរពណ៌អញ្ចឹងណាបាទហើយហ្នឹងហើយ
ក្នុងហ្នឹងគឺបើសិនជាទូទៅបើសិនជាយើងជួលគេយើងត្រូវចំណាយមនុស្សយ៉ាងតិចក៏3នាក់ឡើងទៅដែរព្រោះអីមានអ្នកថតមានអ្នក make up មានអ្នកកាន់ភ្លើងអីតែនេះថាម្នាក់ឯងសុទ្ធហើយមើលទៅជារីសាល់ដែរយើងថតបានផ្តិតយកតែសភាពនៅក្នុងថ្ងៃនោះណាបាទតែមើលតែប្តីទៅដឹងហើយរត់ចុះរត់ឡើងទៅវិញទៅមកខោរបូតផងអីផងចង់កស៊ូហើយមិនមែនជារឿងងាយស្រួលទេអញ្ចឹងមិនថាជីវិតប្តីប្រពន្ធណារួមទៅឲ្យតែប្រពន្ធស្អាតប្តីមិនក៏មិនទៅហើយប្រពន្ធហ្នឹងគឺចង់ឲ្យប្តីមកថតពីweddingដែរប្រពន្ធស្អាតទេមិនចង់ជាស្អាតអីខ្លួនឯងទេព្រោះអីភាពស្អាតរបស់ខ្លួនឯងហ្នឹងគឺបានបោះចោលទៅហើយនៅពេលដែលយើងមានប្រពន្ធមានអីចឹងទៅណាហ្នឹងហើយក៏មិនទៅស្ដាយសំណោះអីទេជាមួយនឹងសម្រស់សំខាន់ឲ្យតាប្រពន្ធយើងស្អាតទៅព្រោះអីគេឮគេនិយាយថាសម្រស់ប្រពន្ធបញ្ជាក់ពីសមត្ថភាពប្តីអីអញ្ចឹងណាជីវិតគូគ្មានអ្នកណាគេទៅអង្គុយផ្អែមល្ហែមលោកល្អឿនជាមួយនឹងគ្នាគ្រប់ពេលទេតែត្រូវតែចេះនាំភាពរីករាយឲ្យគ្នាបងអើយថោប្តីច្របោទៅខោប្តីអត់សូវសំខាន់ទេឥឡូវនេះយើងក្លែងមកមើលជាមួយនឹងឈុតទី2ម៉ូតសក់ទី2របស់កូនកំមុំខ្ញុំវិញគ្រប់ម៉ូតគ្រប់ឈុតដែលខ្ញុំយកមកថតក្នុងថ្ងៃនេះគឺសិតតែខ្ញុំយកមកច្នៃខ្លួនឯងបន្ថែមទាំងអស់ដូចជារ៉ូបនេះទៅវាមានដៃត្រឹមស្មាហើយនឹងចិត្តក៏ស្បែកណាតែពេលហើយខ្ញុំក៏កាត់ចេញដេវាខ្ចប់ត្រឹមហ្នឹងទៅអញ្ចឹងណាហើយចំពោះឈុតសដែលខ្ញុំយកមកថតដំបូងគេនេះក៏ខ្ញុំច្នៃបន្ថែមដូចគ្នាតាមពិតទៅនេះគឺមានដៃវែងត្រឹមកដៃទាំងសងខាងណាតែដោយសារតែខ្ញុំគិតថាមនុស្សស្រីកាលណាដែលគាត់ពាក់ឈុតកូនកំមុំហើយគាត់ពាក់ចិត្តពេកធ្វើឲ្យគាត់បាត់បង់ភាពតាក់ទាញមួយផ្នែកធំដូច្នេះហើយខ្ញុំក៏ដើម្បីឲ្យមើលទៅឃើញថាវា Gen Z ផងក៏កាត់វាចេញធ្វើជាទម្រង់ឯតាមប៉ុណ្្នឹងអញ្ចឹងណាហ្នឹងហើយជារួមមិនថារបស់ brand ឬ copy សិតតែមានគុណតម្លៃដូចគ្នាមិនថាការរស់នៅរបស់អ្នកស្ថិតនៅក្នុងស្ថានភាពមួយណាទេតែអ្វីដែលខ្ញុំចង់និយាយនេះគឺយើងគួរតែកុំមានភាពខ្ជះខ្ជាយអីដោយសារតែយើងឃើញឪពុកម្ដាយយើងតែងតែនៅពេលដែលគាត់ញ៉ាំអីឬក៏ម្ហូបនៅក្នុងផ្ទះដែលយើងញ៉ាំសល់យើងតែងតែឃើញគាត់កម្ដៅឬក៏គាត់ច្នៃធ្វើជាម្ហូបអីផ្សេងអញ្ចឹងណាហើយអ្វីទាំងអស់ហ្នឹងគឺជាភាពសន្សំសំចៃហើយក៏ជាទម្លាប់មួយដែលខ្ញុំគិតថាវាមិនមែនជាទម្លាប់អាក្រក់ទេភាពច្នៃប្រឌិតនិងការសន្សំសំចៃវាជួយយើងបានមួយជ្រុងដែរហើយយើងទម្លាប់បែបនេះព្រោះយើងគិតថាសម័យយើងបើសិនណាយើងទម្លាប់ខ្ជះខ្ជាយកូនចៅយើងដែលជាជំនាន់ក្រោយគឺគាត់នឹងទម្លាប់ខ្ជះខ្ជាយបរិបទនៃការរស់នៅរបស់គាត់កាន់តែប្រសើរជាងមុននឹងមានភាពទាំងអស់ហ្នឹងមកច្រើនមើលវីដេអូនេះដល់ចប់អ្នកនឹងឃើញថាភាពរីករាយពិតជាមិនអាចទិញបានដែរលុយរួមទៅភាពរីករាយពិតជាមានតម្លៃថ្លៃណាស់ហើយនៅក្នុងកលៈទេសៈស្ថានភាពបែបណាមនុស្សក៏អាចរីករាយបានដែរគ្រាន់តែថាសុខនឹងទុក្ខមនុស្សយើងតែងតែជួបជាធម្មតាទេប៉ុន្តែអ្នកទាំងអស់គ្នាគួរតែចេះរៀនព្រមហើយរៀនទទួលហើយរីករាយជាមួយអ្វីដែលខ្លួនឯងមានហើយដើម្បីឲ្យជីវិតមានស្ថិរភាពអ្នកទាំងអស់គ្នាគួរតែមានព្រះពុទ្ធពធជាទីពឹងជាស្រឡាញ់កាលណាដែលយើងដល់នៅត្រៃសណគមហើយយើងប្រកាសជាខ្លាចបាបប្រមាថបាបយើងក៏ចាប់ផ្ដើមរក្សាសិល5សិល8ទៅតាមបដិស័យដែលពួកយើងបានសន្សំមករៀងៗខ្លួនហើយដូច្នេះកាលណាដែលយើងមានសិលមានអីហើយគឺយើងប្រកាសជាខ្លាចបាបខ្មាស់បាបដូច្នេះហើយអំពើមិនល្អណាមួយឬក៏អកុសលចិត្តណាមួយគឺយើងមិនងាយអនុញ្ញាតឲ្យវាចូលមកប្រទេសផ្ដាស់ទេហើយវាក៏ជាជ្រុងមួយដែលជួយឲ្យជីវិតគូក៏ដូចជាក្នុងគ្រួសារយើងកាន់តែមានសុភមង្គលដូចគ្នាហើយខ្ញុំសូមអរគុណវីដេអូនេះគឺនិយាយច្រើនហើយក៏ច្រើនប្រធានបទដែរដូច្នេះអរគុណចំពោះការទស្សនាបងប្អូនទាំងអស់គ្នាអរគុណ